អូនគិតថាឆ្ងាយពេកដែរប្រហែលជាដុំថ្មឌីងអត់ពាក់ព័ន្ធនឹងតកោស៊ឺនោះទេហើយប្រហែលជាកើស៊ូនោះចង់លួចបញ្ជាក់ពីអ្វីសំហេតុសំផលដែរពួកយើងនៅទីនេះគិតព្រាបផ្ដាមិនមែនជាមជ្ឈមអាចទេបើតាមខ្ញុំយល់ស្រ័យចំណងត្រូវតែរកអ្នកចំមកស្រ័យរកកើស៊ូទៅបានហើយប៉ុន្តែខ្ញុំនៅឃុំនៅក្នុងបន្ទប់នេះនៅឡើយតើពេលណាខ្ញុំអាចទៅជួបគេទៅរឿងនេះបកគលខ្ញុំដោះស្រាយចុះគួរតែឆាប់មានលទ្ធផលហើយអូនយល់ថាដុំថ្មម្ដុំនេះធម្មតាទេបងមើលនេះនៅប្រទេសយើងគឺសុទ្ធតែជាដុំថ្មបែបនេះថ្មីបើនេះជាដុំថ្មធម្មតាប៉ុន្តែគឺស៊ឺបកគលដុំថ្មជលអ៊ំមិនធម្មតាទេប្រកាសជាមានន័យអីហើយអញ្ចឹងយើងទៅសួរគេដែរផ្ទាល់ទៅគេប្រកាសជានិយាយអូនជលគុកមិនស័ក្តិសមទេអាចធ្វើឲ្យច្បាស់ខេតសង្ស័យណាណែបងទៅចាហើយបងទៅបងទៅកាន់តែមិនស័ក្តិសមហើយក្នុងកែភ្នែកច្បាស់ខាតឥឡូវបងគួរតែទៅស៊ើបដំណឹងប្រាក់រាប់សែនដំណឹងនោះមិនដែលមានអារម្មណ៍ទៅមើលអ្នកទោសទៀតអញ្ចឹងមិនមែនចោលម៉ែទៅទេឲ្យអ្នកម៉ែទៅបញ្ជាក់ថាយើងជាក្មេងចំនួនក្រោយមិនបានការហើយប៉ុន្តែបងនៅឃើញមនុស្សម្នាក់ណាគេឆ្លាតវៃហើយងាយធ្វើឲ្យកើស៊ូជាជាក់ទៀតប្រកាសជាបានជោគជ័យបងចង់និយាយពីអ្នកណាគេជាបំរើចំណិតរបស់អូនឈ្មោះធានស៊ីងនោះអីគេយ៉ាងម៉េចអូនមិនឃើញសកម្មភាពធានស៊ីងយកកសែងដៃជូតញើសឲ្យកើស៊ូទេពុកពេញទៅដោយភាពផ្អែមល្ហែមទន់ភ្លន់គួរឲ្យកោតសរសើរខ្លាំងណាស់បងយ៉ាងម៉េចហ្នឹងប្រច័ននេះបងប្រច័នអីនេះបងយល់ថាពួកគេស័ក្តិសមនឹងគ្នាណាម្នាក់ចរិតចម្លែកម្នាក់ទៀតមករឹងចិត្តទន់ពិតជាទេវតាផ្សំផ្គុំឲ្យពួកគេហើយនេះបងនិយាយបែបនេះអូនយល់ថាពួកគេសមគ្នាដែរយល់ល្អចេះធ្វើជាចាំមហាផ្សំផ្គុំមកគេទៅចាំក្រោយពេលដែលខើស៊ូមានអ្នកដែលគេស្រឡាញ់ហើយរាល់ថ្ងៃនោះគេលែងមករំខានអូនទៀតហើយនេះជាកំណត់ល្អព្រួយមេឃបាញ់បានចាប់ពីឆ្លាតបីណាបន្លែស្រស់យ៉ាងម៉េចដែរសូមជើញមកកណាត់ប្រែល្អសូមបងណាខ្ញុំចង់បាននេះមកចេញមកមួយទៅណានេះមកមកខ្ញុំអរណាស់សូមជើញសូមមើលជើញមកសាយសាយល្អណាស់ជើញជួយចេញទៅបាននេះអាចោះធំធំគេលួចអីវ៉ាន់ភងយើងត្រូវគេលួចមែនលោកម្ចាស់យើងឃើញទាត់នៅចុងរត់ទៀតឲ្យមកបាទទេនេះលោកម្ចាស់សំមកមិនសំសយឲ្យលោកម្ចាស់នៅទីនេះខ្ញុំឲ្យវិញឆ្លើយវិញអាយុឲ្យបានខំត្រូវរបស់គេហើយឥឡូវសំមុខឲ្យបើគុំតែឯងរត់លឿនយើងនឹងវាយឯងស្លាប់អរគុណអ្នកខ្លះហាកាប់ពិតគឺលោកមិនបាក់យាទេនាងសៀវទីចំជជូនគ្នាមិននាងមើលនេះប្រាក់ការនេះមានខ្វះទេអត់ខ្វះទេកាប់ពិតខ្ញុំគ្រាន់តែចេញមកដើរលេងខ្ញុំដាក់ប្រាក់តិចតួចលើខ្លួនស្មានមកដល់ថាបើជាត្រូវចោលនេះសម្លឹងឃើញលទ្ធផលក៏ត្រូវមានបាក់យាវាយតែម្ដងនាងសៀវទីចោលនេះធ្វើឲ្យនាងពិតភ័យហើយយកល្អនាងទៅដំណាក់ខ្ញុំញ៉ាំតែចិនសិនមកពេញទៅធ្វើអញ្ចឹងដូចជាមិនសូវសមទេដែរកើស៊ូកើស៊ូសុខសប្បាយទេការពិតខ្ញុំមិនសូវសុខទេប៉ុន្តែខ្ញុំបានឃើញនាងខ្ញុំដូចធូរច្រើនហើយអ្នកនាងខ្ញុំឲ្យខ្ញុំស្ងោរស៊ុបមាន់ឲ្យលោកហូបឥឡូវចង់ហូបទេអត់ទេខ្ញុំចង់និយាយជាមួយនាងសិនថ្ងៃនេះមិនចេះតែសម្លឹងមើលខ្ញុំពីព្រោះថ្ងៃនេះនាងស្អាតជាងមុនណាចាក់មានន័យថាពីមុនខ្ញុំមិនស្អាតទេពីមុននាងឆ្នះណាប៉ុន្តែខ្ញុំឃើញរកពីនាងថ្ងៃនេះដូចជាចម្លែកណាដូចជាសភាពនារីអញ្ចឹងកាយវិការអង្គុយក៏ដូចដែរលោកឯងនេះពូកែសម្ដីមែនបើគុំតែថ្ងៃនេះខ្ញុំមានភារកិច្ច
ខ្ញុំប្រកាសជាចូលទៅផ្ទះមាត់លោកហើយ អូអ្នកនាងចង់ផ្ទះមាត់ខ្ញុំហីអញ្ចឹងតើតានាងចូលគុកជាមួយនឹងខ្ញុំទៅបានប៉ុន្តែនៅក្នុងគុកមនុស្សប្រុសនិងស្រីខុសគ្នាលុះត្រាតានាងតែខ្លួនជាប្រុសដូចជាពេលលើកមុនហើយប្រឡូកក្នុងពិភពគុណណាហ៎ទោះតែជាប្រុសតែប្រុសដែលមានមុខស្អាតដូចជានាងអញ្ចឹងប្រកាសជាធ្វើឲ្យគុកនេះរំជប់រំជួលហើយ ហើយបានហើយនិយាយដល់ណាហើយនឹងថ្ងៃនេះខ្ញុំមានការងារដ៏ត្រឹមត្រូវមួយចង់សួរលោក ហ៎ការងារត្រឹមត្រូវអី អេមើលដុំថ្មតូចនេះណាលោកគួរតែធ្លាប់ឃើញហើយណា អីយ៉ាគឺខ្ញុំឲ្យលោកម្ចាស់នាងតាមិនក៏នៅក្នុងដៃនាងវិញ ត្រូវហើយអ្នកនាងបកគលឲ្យខ្ញុំគាត់ថាពេលដែលលោកឃើញថ្មតូចនេះនឹងប្រាប់ខ្ញុំពីឈ្មោះម្នាក់ អូណែឈ្មោះគេខ្ញុំអត់និយាយផងក៏នាងដឹងដែរ ខ្ញុំមិនដឹងអាចដឹងទៅ អីយ៉ាណែនាងមើលដុំថ្មនេះមើលតើរូបរាងដូចជាស្អីទៅ ដូចភ្នំតូចមួយ អញ្ចឹងគឺត្រូវហើយគឺដូចជាភ្នំតូចមួយភ្នំតូចមួយ យាអូយា អ្នកនាងសៀវទីសុំជីកមកអង្គុយទៅផឹកតែយិនសិនទៅយិនសិនដែលដាក់លេខក្នុងតែនេះគឺយិនសិនកៅលីមានប្រសិទ្ធភាពជំនួយស្មារតីណាស់មនុស្សធម្មតាគឺមិនអាចផឹកទេសុំជីក មែនទេពិតជាមិនធម្មតាទេគឺឆ្ងាញ់ជាងតែយិនសិនដែលល្អបំផុតនៅទៀមឈីងហ្វាងទី តាមត្រង់ចុះនេះជាវត្ថុដង្វាយនៃនគរកៅលីយកមកថ្វាយព្រះអង្គនៅ វត្ថុដង្វាយព្រះអង្គអញ្ចឹងហេតុអីក៏លោកមាន របស់ដែលតកោយាខ្ញុំចង់បាត់មិនដែលថាយកមិនបាននោះទេ អើខ្ញុំដឹងហើយលោកជាបេសកជនដែលព្រះអង្គបញ្ជាមកមែនទេហើយយិនសិនកៅលីជាអំណោយដែលព្រះអង្គប្រទានដល់លោកមែនទេ អូអាចថាអញ្ចឹងក៏បាត់ អ្នកត្រូវមហាជនគោរពដូចជារៀមច្បាំងយាងហើយអាចទទួលការយកបតិទុកដាក់ពីព្រះអង្គក្នុងពិភពគុណនេះគួរតែគ្មានអ្នកណាអាចប្រៀបធៀបជាមួយលោកទេ នាងគិតអញ្ចឹង ត្រូវហើយក្នុងចំណោមអ្នកធំដែលខ្ញុំបានជួបនៅទៀមឈីងហ្វាងកុំនិយាយពីក្មេងៗក្នុងចំណោមចាស់ទុំគឺមានតែព្រះអង្គម្ចាស់ចិនយានលោកម្ចាស់ធានហើយនឹងលោកមេតបលីហ្វុងគូប៉ុណ្ណឹងដែលអាចប្រៀបធៀបជាមួយលោកប៉ុន្តែបើគិតពីសមត្ថភាពនិងឋានៈលោកគួរតែខ្ពស់ជាងគេ ខ្ញុំគ្រាន់តែជាជនទី3នៃសម្ព័ន្ធពិភពគុណតែប៉ុណ្ណោះ អូមិនអាចទេបើអញ្ចឹងអ្នកគុណនិយមទាំងនោះផ្នែកគេប្រកាសជាមានបញ្ហា នៅក្នុងកាយផ្នែកខ្ញុំមេបាក់យាងគួរតែមានរឹកពីជាអ្នកក្លាហានជាងគេម្យ៉ាងទៀតលោកក៏មានសមត្ថភាពក្នុងការដឹកនាំដែរហើយស្រីនៅទៀមឈីងហ្វាងម្នាក់សុទ្ធតែលួចសរសើរពីលោកម្យ៉ាងទៀតពួកគេថែមទាំងរកឱកាសចង់មកនៅក្បែរលោកទៀតផង គឺអញ្ចឹងអ្នកនាងសៀវទីអញ្ចឹងខ្ញុំមានសង្ឃឹមបែបនេះដែរទេ អ្នកនាងសៀវទីនាងកំរត់ខ្ញុំមានការចង់និយាយជាមួយនាងណា ដាច់តាមទៅ អេចង់រត់ទៀតទេ ថាម៉េចណា យាហូសាន មែនទេ កាត់មើលដុំថ្មតូចនោះមើលទៅគឺដូចជាភ្នំតូចមួយអញ្ចឹងហើយឈ្មោះយាហូសានគឺបានបញ្ជាក់ពីអត្ថន័យពីរទៅហើយតើប៉ុណ្ណឹងនៅមិនទាន់ជាក់ស្ដែងទៀតទេ ហេកាលពីមុនចេះតែនាំគ្នាគិតពីរឿងដុំថ្មតូចនេះមើលទៅល្ងងពេកហើយ នេះតើខសុយមិននិយាយពីរឿងដែរហេតុអីទៅគេដឹងថាយាហ៊ុនសានទៅជាអ្នកតបដឹងពុកខ្ញុំទេគុកនោះជាកន្លែងមនុស្សច្រើន